កម្មរដូវមិនទៀងអ្នកខ្លះមួយខែពីរខែឬក៏3ខែកម្មរដូវរបស់គាត់ហ្នឹងគឺល្អល្អួលឬក៏អ្នកខ្លះឈានទៅដល់កន្លះឆ្នាំឬក៏មួយឆ្នាំជាដើមតើមូលហេតុអ្វីហើយយើងគួរតែធ្វើការពារដោយវិធីណាចាជំរាបសួរនាងខ្ញុំជួអ៊ុតចន្ទថាជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីចាថ្ងៃនេះនាងខ្ញុំនឹងធ្វើការចែករំលែកទៅលើថាតើស្ត្រីយើងមានការមករដូវមិនទៀងអ្នកខ្លះអាចថា3ខែឡើងទៅឬក៏កន្លះឆ្នាំឬក៏មួយឆ្នាំជាដើមអញ្ចឹងមូលហេតុដែលគាត់មករដូវមិនទៀងគឺមានដូចជាអាចដោយសារគាត់ stress ពេកឬក៏គាត់មានបញ្ហាទាក់ទងជាមួយនឹងសុខភាពរបស់គាត់អាចដោយសារគាត់ប្រើថ្នាំជាប្រភេទថ្នាំអូខេក៏វាអាចធ្វើឲ្យការមករដូវយើងអត់ទៀងដែរចាហើយមួយវិញទៀតគឺគាត់មានផ្ទៃពោះនឹងដោយសារគាត់អត់ដឹងខ្លួនថាគាត់មានផ្ទៃពោះអញ្ចឹងរដូវចិត្តតែបាត់ហើយគិតថារដូវអត់ទៀងចាហើយបញ្ហាមួយទៀតគឺតាក់ទងជាមួយនឹងបំរែបំរួលអរម៉ូនរបស់គាត់ហើយមួយទៀតតាក់ទងជាមួយនឹងបញ្ហាអរម៉ូនដូចគ្នាគឺការអរម៉ូនទីរ៉េតក៏ពេញពងករបស់គាត់ហ្នឹងមានភាពមិនប្រក្រតីហើយគាត់មានជំងឺគេហៅថាអូវារបស់គាត់ហ្នឹងជាច្រើនកើតឡើងជាច្រើនដែលគេហៅថា PCOS វាជាជំងឺគេហៅថាគិសអរម៉ូនមានចំនួនច្រើនដែលមូលហេតុទាំងនេះអាចធ្វើឲ្យស្ត្រីយើងគាត់មានរដូវអត់ទៀងចាមានចំណុចផ្សេងទៀតតាក់ទងជាមួយនឹងការឡើងគីឡូរបស់គាត់ហ្នឹងឬក៏ការចុះគីឡូរបស់គាត់ហ្នឹងខ្លាំងពេកអញ្ចឹងក៏ធ្វើឲ្យរដូវរបស់គាត់ហ្នឹងល្អល្អួលដែរមួយទៀតអ្នកខ្លះគាត់ជួយចិត្តហាត់ប្រាណអញ្ចឹងការហាត់ប្រាណរបស់គាត់ហ្នឹងវាលើសលប់ពេកដែលធ្វើឲ្យគីឡូរបស់គាត់ហ្នឹងចុះខ្លាំងពេកអញ្ចឹងការមករដូវក៏អត់ទៀងដែរអញ្ចឹងដើម្បីការពារទៅលើបញ្ហារដូវរបស់គាត់អត់ទៀងហ្នឹងទីមួយយើងត្រូវគេងឲ្យបានគ្រប់គ្រាន់គ្រប់គ្រងការ stress ការធ្វើលំហាត់ប្រាណរបស់យើងហ្នឹងសមស្របទៅនឹងរូបរាងកាយរបស់យើងហ្នឹងកុំធ្វើការធ្វើលំហាត់ប្រាណហ្នឹងហួសហេតុពេករក្សាគីឡូរបស់គាត់ឲ្យមានលំនឹងកុំចុះគីឡូខ្លាំងពេកចំណុចមួយទៀតគាត់គួរតែបរិភោគអាហារឲ្យបានគ្រប់គ្រាន់ការសម្រាកឲ្យបានគ្រប់គ្រាន់ដូចគ្នាហើយមួយទៀតគឺគាត់ត្រូវកត់សម្គាល់ទៅលើថ្ងៃខែមករដូវរបស់គាត់ថាគាត់មករដូវថ្ងៃណាខែណាប្រសិនបើក្នុងករណីការមករដូវរបស់គាត់អត់ទៀងឬក៏អត់មកលើសពី3ខែអញ្ចឹងគាត់គួរតែអញ្ជើញមកជួបគ្រូពេទ្យដើម្បីធ្វើការពិគ្រោះយោបល់ជាមួយគាត់ចា៎មន្ទីរព្យាបាលស្ត្រីនិងកុមារដំរីជាមន្ទីរពេទ្យដែលទទួលស្គាល់ស្តង់ដារជាអន្តរជាតិដោយអង្គការ AACI របស់សហរដ្ឋអាមេរិកដំបូងគេបំផុតនៅកម្ពុជា